ស្តីfan ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel Admin សិដ្ឋាសម្រាយរឿងថ្ងៃនេះ Admin មកធ្វើការសម្រាយរឿងនិស័យស្នេហ៍វាសនាកំណត់ភាគទី3ដែលជាភាគបន្តមុនចូលទស្សនាសាច់រឿងសូមកុំភ្លេចជួយចុច Subscribe Channel Admin ម្នាក់មួយផងណាចូលមកកាន់សាច់រឿងរបស់យើងបន្តវិញកាលពីនៅភាគមុនព្រះអង្គម្ចាស់ហ្វឹងស៊ុយកើគេក៏បានសួរទៅកាន់លោករដ្ឋមន្ត្រីចុងសឹងថាតើទ្រង់សម្លាប់កូនរបស់គាត់ត្រូវឬមិនខុសគ្រាន់តែលើអញ្ចឹងភ្លាមលោករដ្ឋមន្ត្រីចុងសឹងក៏បានសម្លឹងទៅមើលមុខរបស់ទូប្រុសរបស់យើងហើយគាត់ក៏បាននិយាយទៅកាន់ព្រះអង្គម្ចាស់ថាបើសិនជាព្រះអង្គម្ចាស់និយាយថាកូនប្រុសរបស់ទូបង្គំមានកំហុសហើយនោះអញ្ចឹងច្បាស់ជាគេមានកំហុសជាក់ជាមិនខានប៉ុន្តែព្រះអង្គម្ចាស់ហ្វឹងស៊ុយកើទ្រង់ក៏បានសួរទៅកាន់លោករដ្ឋមន្ត្រីចុងសឹងថាចុងហឺគឺជាកូនប្រុសរបស់គាត់ហេតុអីបានជាគាត់និយាយដូចជាគ្មានរឿងអ្វីកើតឡើងសោះអញ្ចឹងតែលោកមន្ត្រីចុងសឹងក៏បានប្រាប់ទៅកាន់ទូប្រុសយើងវិញថាទោះបីជាគេជាកូនរបស់ទូបង្គំក៏ដោយបើសិនបើគេទុកទូបង្គំជាឪពុកនោះគេច្បាស់ជាមិនធ្វើរឿងក្បត់ជាតិបែបនេះនោះទេហើយគាត់ក៏បានសុំទៅកាន់ព្រះអង្គថាឲ្យលើកលែងទោសដល់គ្រួសាររបស់គាត់ផងហើយគាត់ក៏បានស្ដីបន្ទោសឲ្យខ្លួនឯងយ៉ាងខ្លាំងដែលមិនបានអប់រំកូនឲ្យបានល្អកាត់មកមើលខាងព្រះបុត្រាទេពីវិញទ្រង់បានចូលមកគាល់ព្រះបិតារបស់ទ្រង់ដែលមានព្រះនាមថាជីនយានពេលនោះដែរអ្នកមនាងសប្បាយប្រតិយ៉ាងខ្លាំងព្រោះតែថ្ងៃនេះបុត្ររបស់ទ្រង់គឺធ្វើពិធីដើម្បីគម្រប់ភាពពេញវ័យរបស់ទ្រង់ហើយទ្រង់ក៏បានសួរទៅកាន់ព្រះបុត្រាទេពីថាតើពិធីត្រូវបានបញ្ចប់ហើយមែនពេលនោះដែរព្រះបុត្រាទេពីក៏បានឆ្លើយតបទៅមាតារបស់ទ្រង់ថាគឺមិនទាន់បានបញ្ចប់នោះទេគឺម្ចាស់បងស៊ុយកើទ្រង់បានត្រឡប់មកវិញហើយគាត់ក៏បានដេញទូបង្គំឲ្យមកវិញព្រោះតែគាត់មានរឿងសំខាន់ជាច្រើនដែលចង់និយាយជាមួយនឹងព្រះបិតាគ្រាន់តែលើអញ្ចឹងភ្លាមអ្នកមនាងមានការខឹងសម្បារយ៉ាងខ្លាំងព្រោះតែទ្រង់មិនចូលចិត្តជាមួយនឹងទូប្រុសរបស់យើងនោះទេក្នុងពេលនោះដែរអ្នកមនាងទ្រង់ក៏បានប្រគល់គម្ពីរបុរាណមួយដល់ព្រះបុត្រាទី2ដើម្បីឲ្យទ្រង់យកទៅសិក្សាពីក្បួនដឹកនាំទ័ពធ្វើសឹកសង្គ្រាមតែព្រះបុត្រាទី2ទ្រង់មិនចូលចិត្តនោះទេហើយទ្រង់ក៏បានតបទៅកាន់អ្នកមនាងវិញថាទ្រង់គ្រាន់តែចង់ក្លាយទៅជាមនុស្សដែលខ្លាំងពូកែដោយម្ចាស់បងរបស់ទ្រង់តែប៉ុណ្ណោះនៅពេលលើបែបនេះអ្នកមនាងពិតជាខកបតីនឹងព្រះបុត្រាទី2យ៉ាងខ្លាំងព្រោះតែទ្រង់យកគំរូតាមព្រះអង្គម្ចាស់ហ្វឹងស៊ុយកើហើយអ្នកមនាងក៏បានហាមព្រះបុត្រាទី2ថាមិនឲ្យទ្រង់យកគំរូតាមព្រះអង្គម្ចាស់ហ្វឹងស៊ុយកើនោះទេជាពិសេសទៀតនោះទ្រង់មិនចង់ឲ្យព្រះបុត្រាទី2ស្និទ្ធស្នាលជាមួយនឹងព្រះអង្គម្ចាស់ហ្វឹងស៊ុយកើផងដែរព្រោះមនុស្សដូចជាទូប្រុសរបស់យើងគឺឃុកឃើខ្លាំងណាស់ហើយយ៉ាងណាមិញព្រះអង្គម្ចាស់ទី2គេមិនបានស្ដាប់នោះឡើយព្រោះតែគេគិតថាម្ចាស់បងរបស់គេគឺជាមនុស្សដែលគួរឲ្យគោរពបំផុតហើយជាមនុស្សដែលស័ក្តិសមបំផុតដែលអាចឲ្យទ្រង់យកគំរូតាមនិយាយរួចទ្រង់ក៏បានសុំលាមេដារបស់ទ្រង់ទៅហាក់ដើរបាត់ទៅធ្វើឲ្យអ្នកមនាងពិតជាខកបតីយ៉ាងខ្លាំងត្រឡប់ទៅមើលខាងព្រះអង្គម្ចាស់ហ្វឹងស៊ុយកើវិញពេលនោះដែរទ្រង់ក៏បានសួរទៅកាន់បិតារបស់ទ្រង់ថាថ្ងៃនេះមិនមែនជាថ្ងៃគម្រប់ខួបរបស់ព្រះបុត្រាទី2ទេហេតុអ្វីបានជាអ្នកមនាងធ្វើខួបឲ្យព្រះបុត្រាទី2មុនទៅវិញតើអ្នកមនាងមានគោលបំណងអ្វីមែនគ្រាន់តែលើអញ្ចឹងភ្លាមព្រះអង្គពិតជាខឹងយ៉ាងខ្លាំងតែទូប្រុសរបស់យើងក៏បាននិយាយបន្តទៀតថាទូបង្គំមិនបានសុំការស្រឡាញ់ពីនរណាម្នាក់នោះទេតែសុំឲ្យបិតាកុំលំអៀងខ្លាំងពេករាល់ថ្ងៃនេះមន្ត្រីក្បត់កំពុងតែចង់សម្លាប់ទូបង្គំតែបិតាមិនដែលមានកំហឹងចំពោះពួកគេទាំងនោះទេទូបង្គំគ្រាន់តែសម្លាប់មន្ត្រីក្បត់តែម្នាក់ប៉ុណ្ណោះតែបិតាចង់ដាក់ទោសទូបង្គំដែរមែនពេលនោះព្រះអង្គក៏បានសួរទៅកាន់ទូប្រុសយើងវិញថាតើឯងកំពុងតែរកលេសដើម្បីដោះសារនៅចំពោះមុខយើងទៀតហើយមែនប៉ុន្តែទូប្រុសរបស់យើងគេក៏បានបង្ហាញស្នាមរបួសរបស់គេឲ្យព្រះបិតារបស់ខ្លួនតូចមើលពេលនោះទ្រង់ក៏បានស្ដីបន្ទោសឲ្យទូប្រុសរបស់យើងថាមកពីគេដើរខាងក្រៅយូរពេកទើបមិនដឹងពីច្បាប់ទម្លាប់នៅចំពោះប្រភេទរបស់ទ្រង់ទូប្រុសក៏បានតបវិញថាទូបង្គំតែងតែបែបនេះតាំងពីទូបង្គំនៅក្មេងមកម្ល៉េះព្រះអង្គស្ដាប់ហើយទ្រង់មិនបាននិយាយអ្វីជាមួយនឹងទូប្រុសយើងនោះទេហើយទ្រង់ក៏បានស្នើឲ្យទូប្រុសរបស់យើងចូលរួមក្នុងពិធីជប់លៀងនៅយប់នេះផងដែរប៉ុន្តែព្រះអង្គម្ចាស់ហ្វឹងស៊ុយកើទ្រង់ក៏បានប្រាប់ទៅកាន់បិតារបស់ទ្រង់ថាទ្រង់មិនបានចូលរួមនោះទេចាំទ្រង់ធ្វើពិធីគម្រប់ខួបឲ្យព្រះបុត្រាទី2នៅពេលក្រោយវិញទៅចុះព្រោះថ្ងៃនេះទ្រង់ត្រូវទៅគោរពស្លាកព្រលឹងរបស់មេដារបស់ទ្រង់និយាយរួចតួប្រុសរបស់យើងក៏បានចាកចេញបាត់ទៅធ្វើឲ្យព្រះអង្គក៏មិនបានហាមឃាត់អ្វីនោះដែរកាត់ទៅមើលខាងតួស្រីយើងវិញពេលនោះដែរនាងកំពុងតែកេងនៅលើគ្រែធ្វើឲ្យនាងនឹកស្រមៃទៅដល់ពាក្យសម្ដីដែលតួប្រុសរបស់យើងនិយាយទៅកាន់នាងធ្វើឲ្យនាងក្រោកឡើងយ៉ាងលឿនប៉ុន្តែដៃរបស់នាងពិតជាឈឺចាប់យ៉ាងខ្លាំងព្រោះតែវារងរបួសខ្លាំងពេកអញ្ចឹងប្រហែលជាដៃរបស់នាងមិនអាចប្រកាសបានទៀតនោះទេតែទោះបីជាយ៉ាងណាក៏ដោយតួស្រីរបស់យើងនាងប្រហែលជាស្ដាប់សម្ដីតួប្រុសរបស់យើងខ្លះជាមិនខានព្រោះតែនាងចង់ដឹងថាតើនរណាដែលតែងតែដេញតានសម្រាប់នាងកន្លងមកកាត់ទៅមើលខាងព្រះអង្គម្ចាស់ហ្វឹងស៊ុយកើវិញពេលនោះដែរទ្រង់កំពុងតែឲ្យធូបគោរពដល់ផ្លាកព្រលឹងមេដារបស់ទ្រង់ហើយទ្រង់ក៏បាននឹកស្រមៃដល់អតីតកាលផងដែរគឺកាលពីទ្រង់នៅតូចទ្រង់បានឃើញមេដារបស់ទ្រង់សាយទីវង្គត
តែមិនដឹងថាព្រះបិតារបស់ទ្រង់សាយទីបង្គត់ដោយសារអ្វីនោះទេគ្រាន់តែដឹងថាពេលហ្នឹងព្រះបិតារបស់ទ្រង់គឺមានចំនួនជាមួយនឹងព្រះអង្គហើយចុងក្រោយក៏ស្ងាត់សម្លេងព្រះបិតារបស់ទ្រង់បាត់ឈឹងក្រោយមកទៀតព្រះអង្គម្ចាស់ហ្វុងស៊ីកាទ្រង់ក៏បានឃើញព្រះបិតារបស់ទ្រង់និងអ្នកម្នាងបានយាងចេញពីសំណាក់ហើយពេលនោះដែរទ្រង់ក៏បានឃើញព្រះបិតារបស់ទ្រង់បានសាយទីបង្គត់បាត់ទៅហើយធ្វើឲ្យព្រះអង្គម្ចាស់ហ្វុងស៊ីកាទ្រង់ឈឺបន្ទៃយ៉ាងខ្លាំងបន្ទាប់ពីព្រះបិតារបស់ទ្រង់បានសាយទីបង្គត់ទៅពេលនោះដែរព្រះបិតារបស់ទ្រង់បានឲ្យអ្នកម្នាងមើលថែព្រះអង្គម្ចាស់ហ្វុងស៊ីកានិងអ្នកម្នាងស៊ុយយានដែលជាប្អូនស្រីបង្កើតរបស់ព្រះអង្គម្ចាស់ហ្វុងស៊ីកាផងដែរឯអ្នកម្នាងវិញក្រោយពីបានលើព្រះអង្គមានបន្ទូលបែបនេះនាងពិតជាសប្បាយបន្ទៃយ៉ាងខ្លាំងហើយទ្រង់ក៏បានយល់ព្រមតាមសំណើរបស់ព្រះអង្គផងដែរប៉ុន្តែនៅក្នុងពេលនោះទូប្រុសរបស់យើងបានទាញប្អូនស្រីរបស់ទ្រង់ចេញហើយប្រាប់ទៅកាន់ព្រះបិតាវិញថាគេមានមេដាតែម្នាក់គត់ហើយទ្រង់មិនព្រមយកអ្នកណាម្នាក់មកធ្វើជាមេដាទៀតនោះទេប៉ុន្តែព្រះអង្គទ្រង់ក៏បានគម្រាមទៅកាន់ទូប្រុសយើងវិញថាចាប់ពីពេលនេះទៅគឺអ្នកម្នាងគឺជាមេដារបស់ទ្រង់ហើយទ្រង់គ្មានសិទ្ធិប្រឆាំងនោះទេក្រោយពីនឹកឃើញរឿងរ៉ាវបែបនេះហើយទូប្រុសរបស់យើងទ្រង់ពិតជាខឹងយ៉ាងខ្លាំងបន្ទាប់មកទៀតទូប្រុសរបស់យើងទ្រង់ក៏បានចាក់ចែងមកក្រៅវិញហើយកូនចៅរបស់ទូប្រុសក៏បានប្រាប់ទៅកាន់ទូប្រុសថាពេលនេះព្រះអង្គម្ចាស់សក្តិជាស៊ីកំពុងតែស្វែងរកទូស្រីរបស់យើងយ៉ាងខ្លាំងតែពួកគេមិនអាចរកឃើញនោះទេដោយសារតែទូស្រីរបស់យើងកំពុងតែសម្រាកនៅសំណាក់របស់ទូប្រុសពេលនោះដែរទូប្រុសរបស់យើងបាននិយាយទៅកាន់កូនចៅរបស់ទ្រង់ថាកុំឲ្យបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់ទូស្រីទៅឲ្យនរណាម្នាក់ដឹងឲ្យសោះព្រោះចាប់ពីពេលនេះទៅទូស្រីលែងជាសត្រូវជាមួយនឹងព្រះអង្គទៀតហើយទ្រង់បានប្រាប់កូនចៅរបស់ទ្រង់ថាត្រូវតែធ្វើល្អដាក់ទូស្រីរបស់យើងនៅពេលលើកបែបនេះកូនចៅរបស់ទូប្រុសគេពិតជាឆ្ងល់យ៉ាងខ្លាំងតែហេតុអ្វីបានជាទូប្រុសរបស់យើងលែងក្លាយជាសត្រូវជាមួយនឹងទូស្រីទៅវិញពេលនោះដែរទូប្រុសរបស់យើងក៏បាននិយាយថានៅពេលដែលទូស្រីរបស់យើងព្រមសហការជាមួយនឹងទ្រង់នោះគ្រប់យ៉ាងនឹងលាតត្រដាងការពិតជាមិនខានសាច់រឿងក៏បានកាត់ទៅមើលខាងផ្ទះលោករដ្ឋមន្ត្រីជងសឹងវិញពេលនោះដែរចុងមីងជាមួយនឹងលោករដ្ឋមន្ត្រីជងសឹងកំពុងតែរៀបចំពិធីបុណ្យសពឲ្យចងហឺហើយចុងមីងគេពិតជាស្អប់ទូប្រុសរបស់យើងយ៉ាងខ្លាំងតែអ្វីដែលគេកាន់តែក្តៅចិត្តទៀតនោះគឺគេមិនអាចធ្វើអ្វីទៅលើទូប្រុសរបស់យើងបាននោះទេសូម្បីតែពូរបស់គេគឺលោករដ្ឋមន្ត្រីជងសឹងក៏ដោយក៏មិនអាចធ្វើអ្វីទៅលើទូប្រុសរបស់យើងបាននោះដែរមិនតែប៉ុណ្ណោះគេក៏បានស្ដីបន្ទោសឲ្យខ្លួនឯងផងដែរដែលគេមិនអាចហាមឃាត់ចងហឺឲ្យបានទាន់ពេលវេលាប្រសិនបើគេបានហាមឃាត់ចងហឺបានទាន់ពេលវេលានោះគឺគ្រប់យ៉ាងមិនអាចខ្លាយទៅជាអញ្ចឹងនោះទេតែពេលនោះដែរលោករដ្ឋមន្ត្រីចងសឹងក៏បាននិយាយទៅកាន់ចងមិញវិញថាទោះបីជាឯងចង់ឃាត់ចងហឺយ៉ាងណាក៏ដោយក៏មិនអាចឃាត់គេបាននោះដែរព្រោះយើងស្គាល់អត្តចរិតរបស់គេច្បាស់ណាស់បើសិនជាគេចង់ធ្វើអ្វីមួយហើយនោះគឺគ្មាននរណាម្នាក់អាចហាមឃាត់គេបាននោះទេតែទោះបីជាយ៉ាងណាក៏ដោយក៏យើងមិនអាចឲ្យចងហឺស្លាប់ដោយអាសាបងនោះដែរគឺយើងនឹងសងសឹកនៅថ្ងៃណាមួយជាក់ជាមិនខានកាត់ទៅមើលខាងព្រះនាងស៊ីយ៉ាងវិញពេលនោះដែរព្រះនាងកំពុងតែដើរលេងនៅក្នុងផ្សារគ្រានឹងដែរស្រាប់តែទូប្រុសរបស់យើងទ្រង់ក៏បានយកស្ករក្រោកមួយចង្កាក់មកឲ្យព្រះនាងធ្វើឲ្យព្រះនាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែព្រះនាងមិនបានដឹងថាទូប្រុសរបស់យើងត្រឡប់មកពីសមរភូមិវិញនោះទេពួកទ្រង់ក៏បានដើរមើលគឺមើលឯងនៅក្នុងផ្សារយ៉ាងសប្បាយរីករាយបន្ទាប់មកអ្នកទាំងពីរក៏បានអង្គុយលេងនៅក្នុងទៀនស្រាមួយកន្លែងហើយទូប្រុសរបស់យើងក៏បានសួរទៅកាន់ព្រះនាងស៊ីយ៉ាងថាពេលដែលទ្រង់មិននៅតើមាននរណាស្ដីបន្ទោសឲ្យព្រះនាងដែរឬអត់ពេលនោះដែរព្រះនាងស៊ីយ៉ាងក៏បានតបទៅកាន់ទូប្រុសយើងវិញថាក្រែបនដឹងហើយថានៅក្នុងគ្រួសាររាជវង្សគឺមិនចេះធ្វើអ្វីខុសនោះទេបើនិយាយឲ្យចំទៅទូបង្គំពិតជានឹកឃើញដល់រូបភាពកាលពេលនៅកុមារភាពខ្លាំងណាស់គឺពេលនោះទូបង្គំពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំងប៉ុន្តែពេលដែលទូបង្គំធំឡើងគឺទូបង្គំត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯងនិងព្រះនគរផងដែរគឺគិតទៅនៅក្នុងគ្រួសាររាជវង្សគឺពិតជាគួរឲ្យធុញថប់ខ្លាំងណាស់ទូប្រុសរបស់យើងស្ដាប់ហើយគេក៏បាននិយាយលួងលោមទៅកាន់ប្អូនស្រីរបស់គេផងដែរហើយមើលទៅទូប្រុសរបស់យើងគឺពិតជាស្រឡាញ់ប្អូនស្រីរបស់ទ្រង់ខ្លាំងណាស់ទ្រង់អត់ដែរឲ្យប្អូនស្រីរបស់ទ្រង់រងទុក្ខលំបាកនោះទេសាច់រឿងក៏បានកាត់ទៅមើលខាងអ្នកម្នាងវិញពេលនោះដែរលោករដ្ឋមន្ត្រីចុងសឹងក៏បានចូលមកជួបជាមួយនឹងអ្នកម្នាងព្រោះតែពួកគេទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នាហើយពេលនោះដែរអ្នកម្នាងក៏បាននិយាយប្រាប់លោករដ្ឋមន្ត្រីចុងសឹងថាទ្រង់ពិតជាស្អប់ជាមួយនឹងទូប្រុសរបស់យើងខ្លាំងណាស់ព្រោះតែទ្រង់មិននឹកស្មានថាទូប្រុសរបស់យើងនៅរស់រានមានជីវិតនោះទេគឺទូប្រុសរបស់យើងគួរតែស្លាប់នៅក្នុងសមរភូមិមកម្ល៉េះពេលនោះដែរលោករដ្ឋមន្ត្រីចុងសឹងក៏បានប្រាប់ទៅកាន់អ្នកម្នាងវិញថាសូមឲ្យអ្នកម្នាងកុំមានបតីឆៅឆាវអសោះព្រោះពេលនេះទូប្រុសរបស់យើងមិនមែនជាក្មេងបៀមដៃដោយការពី15ឆ្នាំមុននោះទេដូច្នេះមិនងាយនឹងកម្ចាត់ទូប្រុសរបស់យើងបាននោះឡើយប៉ុន្តែអ្វីដែលអ្នកម្នាងបារម្ភគឺអ្នកម្នាងខ្លាចក្រែបុត្រារបស់ទ្រង់មកបានឡើងសោយរាជ្យដោយសារតែទូប្រុសរបស់យើងគឺជាបុត្រាច្បង
ហើយម្យ៉ាងទៀតនោះគឺតួប្រុសរបស់យើងគឺឈានដល់វ័យដែលត្រូវរៀបការហើយនៅពេលដែលគេរៀបការគេច្បាស់ជាមានបុត្រហើយបុត្ររបស់គេនោះប្រកាសជាឡើងសោយរាជ្យបន្តបន្ទាប់ពីគេជាជាមិនខានដូច្នេះបុត្រារបស់អ្នកម្នាងគឺមិនអាចឡើងសោយរាជ្យបន្តពីព្រះបិតារបស់ទ្រង់បាននោះទេផ្ទុយទៅវិញលោករដ្ឋមន្ត្រីចុងសឹងក៏បាននិយាយប្រាប់អ្នកម្នាងថាគឺគេមានផែនការរួចទៅហើយគឺកាលណាសំណើរៀបការរវាងនគរទាំងពីរបានមកដល់នោះគ្រប់យ៉ាងប្រកាសជារលូនទៅតាមផែនការដែលគាត់បានគ្រោងទុកជាជាមិនខានក្រោយពេលនិយាយគ្នាចប់លោករដ្ឋមន្ត្រីចុងសឹងក៏បានសូមលាអ្នកម្នាងត្រឡប់ទៅផ្ទះវិញបាត់ទៅកាត់ទៅមើលខាងព្រះអង្គម្ចាស់ហ្វឹងស៊ុយកើវិញពេលនោះដែរទ្រង់ក៏បានចូលទៅមើលតួស្រីរបស់យើងតែនាងក៏បានយករបស់របរជាច្រើនមកគប់ទៅលើតួប្រុសរបស់យើងឃើញបែបនេះតួប្រុសរបស់យើងទ្រង់ក៏បានដើរមករកតួស្រីរបស់យើងយ៉ាងលឿនហើយតួប្រុសរបស់យើងក៏បានដឹងថាពេលនេះតួស្រីរបស់យើងគឺមានការជាសះស្បើយហើយទើបបានជានាងមានកម្លាំងតទល់ជាមួយនឹងទ្រង់បែបនេះតែតួប្រុសរបស់យើងបានសួរទៅកាន់តួស្រីយើងថាតើនាងមានការចងចាំឡើងវិញហើយមែនហើយនាងមានដឹងទេថាអ្នកណាដែលតែងតែដេញតាន់សម្លាប់នាងកន្លងមកប៉ុន្តែតួស្រីរបស់យើងក៏បានតបទៅកាន់តួប្រុសយើងវិញថានាងមិនបានចងចាំអ្វីនោះទេអញ្ចឹងលោកមិនចាំបាច់ចំណាយកម្លាំងនិងពេលវេលាដើម្បីសួរនាំខ្ញុំនោះទេតែតួប្រុសក៏បានប្រាប់ទៅកាន់តួស្រីយើងវិញថាប្រសិនបើនាងមិនបានចងចាំអ្វីនោះទេអញ្ចឹងក៏ខ្វល់នឹងវាអីបំភ្លេចវាចោលទៅព្រោះយ៉ាងណាមិញនាងក៏នៅមានជីវិតហើយនាងក៏នៅអាចប្រើប្រាស់ក្បាច់គុណរបស់នាងបានដដែលតែតួស្រីរបស់យើងក៏បានប្រាប់ទៅកាន់តួប្រុសថាដៃឆ្វេងរបស់នាងគឺពិការបាត់ទៅហើយមិនអាចប្រើការបានទៀតនោះទេនៅពេលឮបែបនេះតួប្រុសរបស់យើងក៏បានឆ្លើយទៅកាន់តួស្រីថាទ្រង់នឹងខំប្រឹងប្រែងស្វែងរកគ្រូពេទ្យដែលមានសមត្ថភាពមកព្យាបាលតួស្រីរបស់យើងឲ្យជាសះស្បើយជាជាមិនខានប៉ុន្តែតួស្រីរបស់យើងក៏បានបដិសេធមិនឲ្យតួប្រុសរកគ្រូពេទ្យមកព្យាបាលនាងនោះទេតែពេលនោះដែរតួប្រុសក៏បានប្រាប់ទៅកាន់តួស្រីយើងវិញថាខ្ញុំជួយសង្គ្រោះនាងនេះគឺមិនមែនមានន័យថាខ្ញុំអាណិតនាងនោះទេគឺខ្ញុំជួយនាងដើម្បីធ្វើការដោះដូរលក្ខខណ្ឌមួយចំនួនតែប៉ុណ្ណោះនៅពេលឮបែបនេះតួស្រីរបស់យើងក៏បានប្រាប់ឲ្យតួប្រុសនិយាយពីលក្ខខណ្ឌដែលត្រូវដោះដូរនោះមកថាលក្ខខណ្ឌទាំងនោះគឺជាអ្វីពេលនោះតួប្រុសរបស់យើងក៏បានប្រាប់ទៅកាន់តួស្រីថាលក្ខខណ្ឌទាំងនោះគឺនាងត្រូវធ្វើជាអ្នកបម្រើរបស់ខ្ញុំតួស្រីស្ដាប់ហើយនាងមិនព្រមធ្វើទៅតាមសំណើរបស់តួប្រុសនោះទេពេលនោះដែរតួប្រុសក៏បានគំរាមតួស្រីថាបើសិនជានាងធ្វើទៅតាមសំណើរបស់គេទើបនាងមានជីវិតរស់នៅបើសិនជានាងមិនព្រមនោះទេច្បាស់ជាស្លាប់ជាជាមិនខានហើយតួប្រុសក៏បានបន្តនិយាយថាតែបើតាមគំនិតរបស់ខ្ញុំគិតថានាងមិនចង់ស្លាប់នោះទេព្រោះនៅទីនេះមានរបស់ជាច្រើនណាស់ដែលអាចឲ្យនាងងាយស្រួលក្នុងការសម្លាប់ខ្លួនបានប៉ុន្តែនាងបែរជាមិនសម្លាប់ខ្លួនទៅវិញអញ្ចឹងទើបខ្ញុំគិតថានាងច្បាស់ជាបានត្រៀមខ្លួនក្នុងការចរចាជាមួយខ្ញុំជាជាមិនខានក្រោយពីឮបែបនេះហើយតួស្រីរបស់យើងក៏បានប្រាប់ឲ្យតួប្រុសរៀបចំអាហារនិងស្រាមួយចំនួនដើម្បីឲ្យនាងបរិភោគសិនហើយចាំចរចាគ្នាបន្តទៀតបន្ទាប់មកតួប្រុសរបស់យើងក៏បានរៀបចំអាហារនិងស្រាទៅតាមសំណើរបស់តួស្រីហើយតួស្រីរបស់យើងនាងបានញ៉ាំអាហារយ៉ាងឆ្ងាញ់ព្រោះតែនាងឃ្លានខ្លាំងពេកឆ្លៀតពេលនោះដែរតួប្រុសរបស់យើងក៏បាននិយាយពីរឿងរ៉ាវរបស់ទ្រង់និងតួស្រីថារឿងយើងទាំងពីរគឺមិនខុសគ្នាប៉ុន្មាននោះទេគឺសុទ្ធតែមានមនុស្សដែលចង់សម្លាប់ពួកគេដូចគ្នាអញ្ចឹងនាងនិងទ្រង់គឺត្រូវតែសហការគ្នាដើម្បីវែកមុខឃាតករពិតប្រាកដឲ្យឃើញតួស្រីស្រាប់ហើយនាងក៏បានប្រាប់ឲ្យតួប្រុសរបស់យើងនិយាយប្រាប់នាងមកតើទ្រង់ចង់សហការជាមួយនាងបែបម៉េចខ្លះតួប្រុសរបស់យើងក៏បានប្រាប់ទៅកាន់តួស្រីថាពេលនេះដៃឆ្វេងរបស់នាងគឺប្រើការលែងកាត់ហើយប្រសិនបើជាឃាតករចង់សម្លាប់នាងនោះនាងមិនអាចយកឈ្នះពួកគេបាននោះទេប៉ុន្តែប្រសិនបើនាងចង់សហការជាមួយនឹងទ្រង់នោះនាងអាចប្រព្រឹត្តទ្រង់បានព្រោះតែទ្រង់ជាមនុស្សប្រុសហើយទ្រង់មានសេនាការពារជាច្រើនតួស្រីឬហើយក៏បានសួរទៅកាន់តួប្រុសថាក្រែងខ្ញុំនិងលោកគឺជាសត្រូវជាមួយនឹងគ្នាអញ្ចឹងច្បាស់ជាថ្ងៃណាមួយលោកសងសឹកជាមួយនឹងខ្ញុំជាមិនខានប៉ុន្តែតួប្រុសក៏បានប្រាប់ទៅកាន់តួស្រីថាបើសិនបើនាងព្រមសហការជាមួយនឹងខ្ញុំនោះខ្ញុំនឹងបំភ្លេចរឿងអតីតកាលទាំងប្រមាណចោលឲ្យអស់ហើយមិនរំលឹកវាឡើងវិញទៀតនោះទេតួស្រីស្ដាប់ហើយនាងក៏បានយល់ព្រមទៅតាមសំណើរបស់តួប្រុសបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានផឹកស្រាជាមួយនឹងគ្នាដើម្បីធ្វើជាកិច្ចព្រមព្រៀងតែពេលនោះដែរតួស្រីរបស់យើងនាងក៏បានទម្លាក់ពែងស្រាចុះហើយនាងក៏បានយកកំបែងពែងយកមកភ្ជង់កតួប្រុសរបស់យើងគ្រាន់តែឃើញអញ្ចឹងភ្លាមមេទ័ពរបស់តួប្រុសពួកគេទាំងនោះក៏បានស្តុកចូលមកតែតួប្រុសប្រាប់មិនឲ្យពួកគេចូលមកជិតនោះទេហើយក៏បានប្រាប់ឲ្យពួកគេដកថយក្រោយមកទៀតតួស្រីរបស់យើងក៏បាននាំតួប្រុសរបស់យើងចេញមកក្រៅហើយគ្រប់គ្នាក៏បានដើរតាមតួស្រីតែតួប្រុសក៏បានប្រាប់ឲ្យមេទ័ពទៅនោះកុំឲ្យដើរតាមខ្លួនឲ្យសោះបន្ទាប់មកតួស្រីក៏បាននាំតួប្រុសរបស់យើងចេញមកក្រៅក្រុង
ហើយតួស្រីក៏បានភ្ជុំកតួប្រុសរបស់យើងជាប់រហូតធ្វើឲ្យមនុស្សម្នានៅក្នុងផ្សារបាននាំគ្នាមើលមកកាន់អ្នកទាំងពីរគ្រប់គ្នាហើយពួកគេទាំងនោះគឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញតួស្រីហ៊ានគំរាមកំហែងតួប្រុសរបស់យើងបែបនេះចំណែកឯតួស្រីរបស់យើងនាងក៏មានផែនការរបស់នាងដូចគ្នាតាមពិតទៅនាងធ្វើបែបនេះក៏ព្រោះតែនាងចង់បញ្ឆោតក្រុមឃាតករទាំងនោះតែប៉ុណ្ណោះហើយក្រុមឃាតករទាំងនោះគឺពិតជាបានឃើញតួស្រីរបស់យើងពិតប្រាកដមែនហើយគេក៏បានដើរតាមតួស្រីរបស់យើងផងដែរកំឡុងពេលនឹងដែលយើងកាត់ទៅមើលខាងសំណាក់ថ្នាំវិញគឺពេលនោះដែរគ្រូពេទ្យលីងបានលើដំណឹងថាតួស្រីរបស់យើងនៅរស់រានមានជីវិតនៅឡើយទេធ្វើឲ្យនាងពិតជាសប្បាយចិត្តយ៉ាងខ្លាំងស្របពេលនោះដែរយើងឃើញមានក្មេងៗ3នាក់បានចូលមកក្នុងសំណាក់ថ្នាំហើយគ្រូពេទ្យលីងក៏បានចេញមកមើលពួកគេហើយឃើញថាពួកគេទាំង3នាក់គឺមិនមានកម្លាំងកំហែងនោះទេគឺហាក់ដូចជាមិនបានញ៉ាំអាហារជាច្រើនថ្ងៃមកហើយទៅគ្រូពេទ្យលីងក៏បានចម្អិនអាហារឲ្យក្មេងៗទាំងនោះញ៉ាំហើយក៏បានសួរនាំពីដំណើរដើមតក្មេងៗទាំងនោះផងដែរហើយក្មេងៗទាំងនោះក៏បានប្រាប់គ្រូពេទ្យលីងថាគេកំពុងតែស្វែងរកតួស្រីនោះឯងព្រោះតួស្រីគឺជាគ្រូរបស់ពួកគេនៅពេលឮបែបនេះគ្រូពេទ្យលីងក៏បានប្រាប់ទៅកាន់ពួកគេថាតួស្រីរបស់យើងគឺត្រូវបានតួប្រុសចាប់ខ្លួនបាត់ទៅហើយគ្រាន់តែឮអញ្ចឹងភ្លាមក្មេងៗទាំងនោះក៏បានសុំលាគ្រូពេទ្យលីងដើម្បីទៅស្វែងរកតួស្រីតែគ្រូពេទ្យលីងក៏បានឲ្យនំប៉ាវខ្លះៗទុកឲ្យពួកគេញ៉ាំតាមផ្លូវផងដែរព្រោះតែផ្លូវធ្វើដំណើរគឺវែងឆ្ងាយខ្លាំងណាស់ប៉ុន្តែក្មេងៗទាំងនោះបែរជាយកនំប៉ាវម្នាក់មួយទៅវិញព្រោះតែតួស្រីរបស់យើងបានមករៀនពួកគេគឺមិនឲ្យលោភលន់នោះទេនិយាយរួចពួកគេទាំងនោះក៏បានសុំលាគ្រូពេទ្យលីងចេញដំណើរបាត់ទៅដោយឃើញបែបនេះគ្រូពេទ្យលីងនិងអ្នកបម្រើរបស់នាងក៏បានរត់យ៉ាងលឿនទៅតាមក្មេងៗទាំងនោះផងដែរដើម្បីស្វែងរកតួស្រីរបស់យើងកាត់ទៅមើលខាងតួស្រីយើងវិញពេលនេះនាងបាននាំតួប្រុសរបស់យើងមកកាន់ព្រៃមួយកន្លែងហើយថែមទាំងបានចងដៃតួប្រុសរបស់យើងឡើងទៅលើហើយនាងបានវាយធ្វើបាបតួប្រុសរបស់យើងយ៉ាងខ្លាំងដោយសារកាលពីមុនតួប្រុសរបស់យើងបានវាយធ្វើបាបនាងដូចគ្នាដូច្នេះហើយនាងបានវាយធ្វើបាបតួប្រុសដើម្បីសងសឹកនោះឯងមិនតែប៉ុណ្ណោះនាងក៏បានយកចុងព្រួញទៅចាក់លើដើមទ្រូងរបស់តួប្រុសយើងផងដែរនិយាយរួមទៅគឺតួប្រុសធ្លាប់ធ្វើយ៉ាងម៉េចដាក់នាងគឺនាងធ្វើបែបហ្នឹងវិញដាក់តួប្រុសយើងនឹងឯងដើម្បីសងសឹកវិញចំណែកឯតួប្រុសរបស់យើងវិញគឺគេពិតជាឈឺចាប់យ៉ាងខ្លាំងតែគេមិនបានខឹងទៅលើតួស្រីនោះទេព្រោះតែគេដឹងថាតួស្រីចាប់គេមកនឹងធ្វើទរណកម្មបែបនេះគឺព្រោះតែនាងចង់បញ្ឆោតក្រុមឃាតករតែប៉ុណ្ណោះហើយក្រុមឃាតករទាំងនោះគឺពិតជានៅទីនឹងពិតមែនតែពួកគេមិនហ៊ានធ្វើសកម្មភាពអ្វីនោះទេបានត្រឹមតែអង្គុយមើលស្ថានភាពដែលតួស្រីរបស់យើងធ្វើទរណកម្មទៅលើតួប្រុសតែប៉ុណ្ណោះក្រោយពីបានមើលអត់ចេះហើយនោះពួកគេក៏បាននាំគ្នាត្រឡប់ទៅវិញបាត់ទៅពេលនោះដែរមានឃាតករម្នាក់បានយកសម្បត្តិសម្ងាត់មួយប្រគល់ទៅឲ្យបព្វពួករបស់ពួកគេដោយក្នុងសម្បត្តិសម្ងាត់ហ្នឹងគឺគេបាននិយាយថាឲ្យក្រុមឃាតករទាំងនោះសម្លាប់តួស្រីរបស់យើងឲ្យបានឆាប់បំផុតប៉ុន្តែក្រុមឃាតករក៏បាននិយាយទៅកាន់គ្នារបស់គេថាយើងមិនអាចធ្វើសកម្មភាពដោយតកហល់និងធ្វើប្រហែសបានទេព្រោះនៅទីនេះគឺជាទឹកដីរបស់នគរស៊ូសាដែលជាទឹកដីរបស់តួប្រុសយើងនឹងឯងអញ្ចឹងគេមិនអាចធ្វើអ្វីទៅតាមចិត្តដោយគ្មានការប្រុងប្រយ័ត្នបាននោះទេត្រឡប់ទៅមើលខាងតួស្រីយើងវិញពេលនេះដែរនាងបានវាយធ្វើបាបតួប្រុសរបស់យើងអស់ចិត្តហើយនាងក៏បានស្រែកចំណងដល់លែងតួប្រុសរបស់យើងវិញតែមនុស្សស្មានថាតួប្រុសរបស់យើងបានអោបតួស្រីរបស់យើងយ៉ាងខ្លាំងធ្វើឲ្យនាងមានការភ្ញាក់ផ្អើលផងដែរពេលនោះដែរតួស្រីក៏បានសួរទៅកាន់តួប្រុសថាតើលោកចង់ធ្វើអ្វីតែតួប្រុសក៏បានឆ្លើយតបថាមានបំណងមួយចំនួនដែលមិនទាន់បានទូទាត់ជាមួយគ្នានិយាយរួចតួប្រុសរបស់យើងក៏បានខឹងកញ្ចឹងកតួស្រីធ្វើឲ្យនាងមានការឈឺចុកចាប់យ៉ាងខ្លាំងគ្រានឹងដែលកូនចៅរបស់តួប្រុសរបស់យើងពួកគេក៏បានមកឃើញពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែពួកគេមិនហ៊ានមើលអ្នកទាំងពីរនោះទេចំណែកឯតួប្រុសវិញបន្ទាប់ពីខំតួស្រីរបស់យើងរួចហើយគេក៏ប្រាប់តួស្រីយើងថាពួកគេលែងជាពាក់គ្នាទៀតហើយពេលត្រឡប់មកដល់សំណាក់វិញហើយតួប្រុសរបស់យើងក៏បានហៅមេតររបស់ទ្រង់មកនិយាយគ្នាពីរឿងរ៉ាវនៅក្នុងសមរភូមិភីងលីងព្រោះពេលនោះដែរទ្រង់បានរៀបចំផែនការយ៉ាងល្អឥតខ្ចោះយ៉ាងណាមិញខាងសត្រូវហាក់ដូចជាបានដឹងមុនថាតួប្រុសរបស់យើងបានឈ្នះសង្គ្រាមហើយយុទ្ធសាស្ត្ររបស់សត្រូវគឺហាក់ដូចជាចង់ឲ្យតួប្រុសរបស់យើងចូលទៅក្នុងទ្វារក្រុងរួចបិទទ្វារក្រុងដើម្បីឡោមព័ទ្ធសម្រាប់តួប្រុសនិងក្រុមទាហានរបស់តួប្រុសដូច្នេះអ្វីដែលតួប្រុសបានគិតនោះគឺច្បាស់ជាមានរនុកក្នុងនៅក្នុងក្រុមរបស់តួប្រុសជាជាមិនខានក្រុមមកសាច់រឿងរបស់យើងក៏បានកាត់ស្លាយត្រឹមនឹងដូច្នេះរងចាំទស្សនាជាមួយអេមីននៅភាគក្រោយៗបន្តទៀតណាសូមអរគុណសូមជម្រាបលា